សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអេដមីនខ្មោចមានរឿងគួរឲ្យរន្ធត់មួយចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលសាច់រឿងនេះគឺការឡើងនៅថ្មីនេះដែរទេកាលពីដើមឆ្នាំ2025ណាហើយហេតុការណ៍នេះកើតឡើងនៅក្នុងភូមិមួយកន្លែងដែលមានការលងបន្លាយអ្នកភូមិធ្វើជាដឹកគោនិងលងដើរគោះទ្វារហៅអ្នកភូមិតាមផ្ទះអញ្ចឹងទៅអូខេអញ្ចឹងចង់ដឹងថាសាច់រឿងរ៉ាវគួរឲ្យខ្លាចយ៉ាងណានោះតើយើងទៅស្ដាប់រឿងរ៉ាវពេញទាំងអស់គ្នាកាលពីដើមឆ្នាំ2025គឺមានហេតុការណ៍មួយដែលកើតឡើងនៅក្នុងភូមិក្នុងខេត្តកំពង់ចាមណាដោយសាច់រឿងនេះគឺផ្ដើមចេញពីមីងម្នាក់គាត់ឈ្មោះថាមីងប្រែកគឺជាមនុស្សម្នាក់ដែលគាត់គឺជាមនុស្សដែលស្លូតមែនទែនណាដោយមិនសូវជាចេះមាត់កអីនោះទេតែគាត់ជាមនុស្សចិត្តល្អនៅក្នុងភូមិអ្នកភូមិស្រឡាញ់គ្រប់ចូលចិត្តគ្រប់គ្នាព្រោះដោយសារតែគាត់ជាមនុស្សចិត្តល្អអូភ្លេចប្រាប់អ្នកទាំងអស់គ្នាមីងប្រែកគឺគាត់មានគ្រួសារហើយដោយប្តីរបស់គាត់នឹងមានឈ្មោះថាពូកែវពីអ្នកប្តីប្រពន្ធគាត់រៀបការតាំងពីយូរយារណាស់មកហើយប៉ុន្តែពួកគាត់គ្មានកូននោះទេគាត់បានទៅពិភាក្សាជាមួយនឹងគ្រូពេទ្យខាងផ្នែកស្ត្រីដែរណាតែគ្រូពេទ្យពិនិត្យឃើញថាគាត់គឺមិនអាចមានកូនទេគឺពេទ្យគេថាគាត់ដែលមិនអាចមានកូនបានហើយគាត់ពីអ្នកប្តីប្រពន្ធឬគ្រូពេទ្យប្រាប់បែបហ្នឹងហើយគឺអស់សង្ឃឹមមែនតើដោយពួកគាត់មិនអាចយកកូនបានណារំលង2ទៅ3ឆ្នាំក្រោយមានអ្នកភូមិម្នាក់គាត់មានកូនប្រុសមួយគាត់បំរុងនឹងយកកូននោះទៅដាក់នៅកម្មាកំព្រាដោយអ៊ីម្នាក់នោះគាត់គ្មានលទ្ធភាពចិញ្ចឹមកូនណាអញ្ចឹងចៃដន្យអីពីអ្នកប្តីប្រពន្ធពូកែវហើយនឹងមីងប្រែកគាត់លឺដំណឹងហ្នឹងគឺគាត់សប្បាយចិត្តមែនតើដោយគាត់បញ្ញាប់ទៅផ្ទះអ៊ីម្នាក់នោះណាដើម្បីទៅសុំកូននោះយកមកចិញ្ចឹមដោយពេលនោះអ៊ីដែលជាម្ដាយនោះក៏យល់ព្រមឲ្យកូននោះទៅមីងប្រែកហើយនឹងពូកែវយកទៅចិញ្ចឹមហើយអញ្ចឹងពីអ្នកប្តីប្រពន្ធគាត់ហ្នឹងគឺសប្បាយចិត្តមែនតើពីពួកគាត់មិនអាចមានកូនបានហើយត្រូវទទួលបានកូនចិញ្ចឹមបែបហ្នឹងទៀតអញ្ចឹងគាត់គឺស្វ័យចិត្តមែនតើអញ្ចឹងតាំងពីពេលនោះមកពួកគាត់គឺចិញ្ចឹមកូននោះហើយរស់នៅបែបជីវភាពធម្មតាអញ្ចឹងទៅអូភ្លេចបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាប្តីប្រពន្ធគាត់ហ្នឹងគឺជីវភាពមិនសូវជាស្រួលប៉ុន្មានទេវាថារៀងខ្វះខាតដែរណាប៉ុន្តែគាត់ចង់បានកូនអញ្ចឹងគោទៅសុំកូនរបស់អ៊ីម្នាក់នោះដើម្បីយកមកចិញ្ចឹមអញ្ចឹងទៅរហូតមកដល់ដើមឆ្នាំ2025ហ្នឹងជាអកុសលគឺមីងប្រែកគាត់បានជួបគ្រោះថ្នាក់ដោយចៃដន្យមួយសឹងថារឿងនេះគឺมันអាចកាត់ឡើងបាននិយាយទៅគឺសឹងមិនគួរឲ្យជឿដោយគាត់ត្រូវបានគោអុសបាក់កស្លាប់ភ្លាមនៅនឹងកន្លែងដែលកើតហេតុនោះតែម្ដងអញ្ចឹងខ្ញុំនឹងរៀបរាប់ហេតុការណ៍ដែលបានកើតឡើងនោះនៅថ្ងៃមួយមីងប្រែកបានដឹកគោយកទៅចងនៅឯវាលស្រែក្រោយផ្ទះណាដើម្បីឲ្យគោស៊ីស្មៅលុះមកដល់ពេលល្ងាចគាត់រៀបចំនឹងទៅដឹកគោមកផ្ទះវិញហើយដោយគាត់បានទៅដល់កន្លែងដែលគាត់ចងគោនោះណាហើយគាត់ក៏ដកស្នឹងគោបំរុងនឹងដឹកយកមកផ្ទះស្រាប់តែពេលនោះមិនដឹងជាគោនោះផ្អើលអីទេដោយវាបានរត់បោលជុំវិញមីងប្រែកហើយក៏រត់ទៅមួយទំហឹងហ្មងនៅពេលដែលវាកំពុងតែផ្អើលហើយរត់កឆេងជុំវិញមីងប្រែកហ្នឹងអាខ្សែដែលចងគោហ្នឹងវាក៏បានរួមជាមួយនឹងមីងប្រែកហើយគោនោះក៏រត់បោលមួយទំហឹងដែលធ្វើឲ្យតាក់មីងប្រែកទៅជាមួយនឹងអាខ្សែគោដែលវាផ្អើលរត់ទៅហ្នឹងណាចំណែកឯមីងប្រែកវិញគឺគួរឲ្យអាណិតគាត់មែនតើដោយគោនោះបានអូសគាត់នឹងវាស្រែផងកាត់អាដីដែលគេទើបតែភ្ជួរកាត់អាដីនឹងផងហើយអូសបន្ទប់ទៅនឹងភ្លឺស្រែធ្វើឲ្យគាត់បាក់កោស្លាប់អញ្ចឹងដល់ពេលនោះមានអ្នកភូមិគេឃើញពីចម្ងាយដែរហើយក៏រត់មើលណាប៉ុន្តែមិននឹកស្មានថាមីងប្រែកជាប់នឹងខ្សែហើយត្រូវគោអូសរហូតដល់ស្លាប់អញ្ចឹងទេដោយសភាពមីងប្រែកពេលនោះគឺគួរឲ្យអាណិតគាត់មែនតើដោយសក់ក្បាលរបស់គាត់ណាបះឡើងកន្ទ្រឿងវាថាពេលដែលត្រូវគោអូសអញ្ចឹងទៅមុខគាត់ហើយនឹងសក់គាត់ហ្នឹងគឺអូសនឹងដីវាថាជាប់កច្រាំងជាប់ស្មៅអីអញ្ចឹងទៅចំណែកឯមុខរបស់គាត់វិញគឺលបកលបាញអស់ហើយវាថាលបកអញ្ចឹងទៅគឺសត្វតាឈាមមែនតើហើយភ្នែកគឺហើមពោហ្មងហើយពេលភ្លាមហ្នឹងនៅពេលដែលអ្នកភូមិឃើញហ្នឹងគឺគាត់បានស្លាប់ហើយមូលហេតុដែលគាត់ស្លាប់ហ្នឹងគឺដូចខ្ញុំនិយាយពីដើមហ្នឹងគឺត្រូវបានគោអូសបុកផ្ទប់នឹងភ្លឺស្រែបាក់កអញ្ចឹងទៅហើយគោហ្នឹងគឺវាឈប់ពេលវានៅតែផ្អើលរត់អូសគាត់កាត់ណាកាត់ណីអញ្ចឹងទៅនិយាយទៅគឺគួរឲ្យអាណិតមីងប្រែកមែនតើមិនដឹងជាគាត់ឈឺផ្សាយ៉ាងណាទេ
របៀបថាត្រូវជួបគ្រោះថ្នាក់គោអូនអញ្ចឹងដូចជាគេធ្វើទរណកម្មគាត់អញ្ចឹងណាវាដូចគេចូលមនុស្សអូសនឹងឡានអូសនឹងអីហើយជីទៅអូសកាត់ខ្នល់កាត់អីអញ្ចឹងទៅគឺរបៀបអញ្ចឹងណាហើយពេលនោះក្រុមគ្រួសារគាត់ក៏បានដឹងហេតុការណ៍ហ្នឹងហើយក៏បានយកសពមីងព្រែកយកទៅធ្វើបុណ្យតាមប្រពៃណីអញ្ចឹងទៅហើយនៅពេលដែលធ្វើបុណ្យចប់សពគ្រប់អត់ចាំយូរទេគឺគាត់បានមកលេងទាំងយប់ដែលបញ្ចប់បុណ្យសពគាត់នឹងតែហ្មងណាដល់ពេលនោះនៅម៉ោងប្រហែល7ប្តីនឹងកូនរបស់គាត់ហូបបាយហើយក៏រៀបចូលសម្រាប់ណាព្រោះសារល្វើយដោយសារតែរបួលរៀបចំបុណ្យសពប្រពន្ធគាត់ណាអញ្ចឹងគាត់រៀងចូលសម្រាប់លឿនហើយជាធម្មតានៅតាមស្រុកស្រែជនបទអញ្ចឹងឲ្យតែម៉ោង6ម៉ោង7អីគឺរៀបចំចូលសម្រាប់ហើយអញ្ចឹងត្រឡប់មកសាច់រឿងយើងវិញអញ្ចឹងប្តីនិងកូនគាត់ហ្នឹងកំពុងតែដេកណាគាត់បានឮសំឡេងរបៀបថាដូចប្រងប្រាំដូចមាននរណាគេម្នាក់កំពុងតែរើចានឆ្នាំងអញ្ចឹងនៅខាងក្រោមផ្ទះគាត់ហ្នឹងអញ្ចឹងឮដំបូងពូកែវគាត់គិតថាប្រហែលជាសត្វឆ្កែឬក៏ឆ្មាតែយប់ឡើងវាមករកអីស៊ីអញ្ចឹងហើយក៏ស្គមដេកវិញលុះបន្តិចក្រោយមកស្រាប់តែឮសំឡេងនោះម្ដងទៀតមិនត្រឹមតែឮសំឡេងរើចានឆ្នាំងប៉ុណ្ណោះទេថែមទាំងឮសំឡេងមនុស្សកំពុងតែដើរឡើងមកលើផ្ទះគាត់ទៀតណានៅពេលនោះពូកែវគាត់រឿងសង្ស័យដែរហើយគាត់ក៏បានបើកភ្នែកមើលថាស្អីគេឲ្យប្រកាសដែលឮសំឡេងរឿងដូចមនុស្សដើរកំពុងតែឡើងមកលើផ្ទះគាត់អញ្ចឹងណានៅពេលនោះគាត់ក៏បើកភ្នែកសម្លឹងរកមើលមានណាអ្នកនរគ្នាហើយពូកែវគាត់បានឃើញប្រពន្ធគាត់កំពុងតែឈរមើលគាត់និងកូនដែលកំពុងតែដេកហ្នឹងណាដោយសភាពមីងព្រែកពេលនោះគឺសក់ក្បាលរបស់គាត់ធំមែនទែនឡើងសំពងហ្មងរីឯមុខរបស់គាត់វិញគឺរបកហើយសិតតែឈាមណាហើយភ្នែកវិញគឺលៀនមកតែម្ដងតែពេលនោះពូកែវឃើញបែបហ្នឹងហើយគឺគាត់អត់មានមាត់អត់មាននិយាយអីទេដោយសារតែជាប្រពន្ធគាត់ផងហើយពេលនោះគាត់រៀងខ្លាចដែរណាក៏គាត់ស្ទូភួយស្ងំដេកទាំងភ័យខ្លាចអញ្ចឹងទៅលុះមកដល់ពេលព្រឹកឡើងពូកែវបានទៅអញ្ជើញលោកតាអាចារ្យដើម្បីមកសូត្រមន្តនិងប្រោះទឹកមន្តដោយសារតែពូកែវក៏ខ្លាចកូនគាត់ឃើញសភាពពន្ធគាត់អីអញ្ចឹងទៅខ្លាចទៅជាឈឺទៅជាអីអញ្ចឹងណាហ្នឹងហើយកាត់រំលងមកដល់ពីថ្ងៃក្រោយមកមានមីងម្នាក់គាត់ឈ្មោះថាមីងច័ន្ទហើយមីងច័ន្ទគឺជាអ្នកចិត្តខាងរបស់មីងព្រែកហើយនឹងពូកែវហ្នឹងណានៅពេលល្ងាចរៀងងឹតដែរមីងច័ន្ទគាត់បានទៅងូតទឹកពីងរបស់គាត់នៅឯជំហៀងផ្ទះពេលនោះគាត់ដងទឹកងូតហើយអោនងើរបៀបថាមនុស្សកំពុងតែដងទឹកងូតអោនចាក់អញ្ចឹងណាហើយគាត់អោនហើយក៏ងើបមកវិញស្រាប់តែឃើញសមោមនុស្សស្ទង់កំពុងតែដើរដឹកគោចិត្តដល់មុខផ្ទះគាត់ពេលនោះគាត់ព្យាយាមសម្លឹងមើលក៏ដឹងថាជាមនុស្សកំពុងតែដឹកគោស្រាប់តែមីងច័ន្ទសម្លឹងមើលមកខាងក្រោមគឺគ្មានជើងនោះទេក្នុងពេលនោះដែរអ្នកដែលកំពុងដឹកគោនោះក៏ងាកមុខមកមីងច័ន្ទក៏ថាម៉ណាយហើយអ្នកដឹកគោនោះគឺជាមីងព្រែកដែលសភាពគាត់ពេលនោះសក់ឡើងកន្ទ្រឿងចំណែកឯមុខវិញឡើងហើមឡើងខៀវហ្មងគឺរលេះរលួយតែម្ដងមីងច័ន្ទឃើញបែបនោះហើយអត់មាននៅងូតទឹកតអីទៀតទេគូរត់ឡើងលើផ្ទះតែម្ដងហើយលងមីងច័ន្ទតែប៉ុណ្ណឹងគឺអត់ទាន់អស់ចិត្តទេលុះពេលស្អែកឡើងមានពូម្នាក់ទៀតដែលផ្ទះរបស់គាត់គឺនៅជិតនឹងផ្ទះមីងព្រែកដែរណាហើយរាល់ដងមីងព្រែកគាត់តែងតែទៅសុំសម្រាប់អាស័យរបស់ពូម្នាក់ហ្នឹងដើម្បីយកមកធ្វើជារបងផ្ទះរបស់គាត់ហើយថ្ងៃមួយនៅម៉ោងប្រហែលជា6ល្ងាចពូម្នាក់នោះកំពុងតែដុតភ្នក់គោណាស្រាប់តែឮសំឡេងនរណាម្នាក់កំពុងតែអោសសម្រាប់អាស័យណាក្រោយផ្ទះរបស់គាត់ហ្នឹងឮប្រោកចឹងទៅហើយពូម្នាក់នោះគាត់គិតថានរណាគេមកអុកអីឬប្រោកហ្នឹងហើយគាត់ក៏ដើរទៅមើលណាមានអីគាត់បានឃើញសមោស្ទង់ដល់គាត់មើលមែនតែនទៅនោះមិនមែនជាសមោមនុស្សទេគឺជាសមោខ្មោចមីងព្រែកដោយគាត់បញ្ជាក់ដែរថាគាត់ឃើញសក់មីងព្រែកឡើងសពងកំពុងតែអូសសម្រាប់អាស័យហ្នឹងណាដោយប៉ុណ្ណឹងនៅស្ទើរទេកាត់រំលងមកដល់ថ្ងៃទី6ដែលជាជិតដល់ថ្ងៃគម្រប់ខួប7ថ្ងៃរបស់មីងព្រែកណាហើយថ្ងៃនោះពេលយប់នៅប្រហែលជាម៉ោងតារាត្រៀតប្រហែលជាម៉ោង9 10អីចឹងស្រាប់តែអ្នកភូមិបានឮសំឡេងឆ្កែលូឡើងពេញភូមិហើយពេលនោះអ្នកភូមិបាននិយាយថាខ្មោចមីងព្រែកដើរគោះទ្វារផ្ទះអ្នកភូមិ
vậy đó có đa của thuê tên này phum na đại có asa cho từ liền ấy chẳng á hồi này phum vậy chờn pe trả tôn năng hưởng không mọi mình pre nắng hay đùm nắng nắng cô đừng đọc đây có thà không mọi buồn con nắng đà lòng kê pin phum ấy chẳng á lúc sai là đo khu bờ ngày bỏ mình pre chứ này đòiไปđây nâng côn bỏ quạt nắng tụi nhau mới chạy phi khang lười chẳng tại sao tại chi phía bỏ quạt nắng cứ riêng khoa khát đài chẳng mình bàn chỉ thưa bồn ấy thông đồ mây nu thếដោយគាត់បានរៀបចំបាយសម្លទៅប្រគេនព្រះសង្ឃណាដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ប្រពន្ធគាត់ហើយគាត់ក៏បានឧទ្ទិសកុសលហើយក៏បាននិយាយទៅកាន់ប្រពន្ធគាត់នឹងទៅថាឯងអើយឈប់មកលងបន្លាចអ្នកភូមិអីទៀតទៅហើយតាំងពីថ្ងៃនោះមកគឺគ្មានហេតុការណ៍លងបន្លាចអីទៀតនោះទេអូខេអ្នកទាំងអស់គ្នារឿងរបស់មីងប្រែកគឺមានតែប៉ុណ្្នឹងទេនិយាយទៅគឺគួរឲ្យអាណិតមីងប្រែកមែនតើដោយគាត់អភ័ព្វជីវភាពខ្វះខាតហើយមិនអាចមានកូនបានហើយក៏ត្រូវមកជួបរឿងបែបហ្នឹងណាសំខាន់គូនោះមិនដឹងជាផ្អើលអ្វីទេដូចជាធ្វើទរណកម្មដាក់គាត់អញ្ចឹងណាដោយគូនោះអើលហើយក៏គាត់នឹងក៏តាក់ខ្សែជាមួយនឹងគូនឹងហើយគូនឹងក៏ផ្អើលអូរត់កាត់ណាកាត់ណីវាថាកាត់ភ្លឺស្រែកាត់ដីអញ្ចឹងណាដែលគេព្យួរហ្នឹងទៅវាថារបបមុខរបបមាត់រហូតដល់ផ្ទុកនឹងភ្លឺស្រែរហូតដល់ស្លាប់អញ្ចឹងទៅហើយសាច់រឿងនេះផងដែរក៏ដូចជាសារដាស់តឿនទៅកាន់យើងទាំងអស់គ្នាដែរថាមនុស្សយើងគឺជីវិតផុយស្រួយណាស់មានពេលវេលារស់នៅជាមួយគ្នាសាងអំពើល្អសាងរឿងល្អៗជាមួយគ្នាទើបមិនស្ដាយក្រោយអូខេអញ្ចឹងដើម្បីជាការលើកទឹកចិត្តដល់ admin ក្នុងការផលិតវីដេអូបន្តទៀតណាសូមពុកម៉ែបងប្អូនជួយចុចពាក្យថា subscribe ឬពាក្យថាជាវបើសិនពុកម៉ែបងប្អូនយើងមានសាច់រឿងចង់ឲ្យ admin ចែករំលែកបន្តសូមពុកម៉ែបងប្អូនឆាតចូលទៅកាន់ page admin ខ្មោចដើម្បីចែករំលែកសាច់រឿងរបស់បងប្អូនមកកាន់ admin ណាហើយ admin នឹងយករឿងបងប្អូនយកមកនិទានជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលស្ដាប់តាំងពីដើមរហូតដល់ចប់ណាបើសិនជា admin និយាយទៅខុសឆ្គងអីសូមបងប្អូនមេត្តាអធិស្ឋានឲ្យខ្ញុំបាទផងជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណសូមជម្រាបលា